សុភាសិតរបស់ខ្មែរមួយបានលើកឡើងថាសម្ដីសជាតិមាយាទសពូអញ្ចឹងខ្ញុំគ្រាន់តែអាន comment បងខ្ញុំដឹងបាត់ហើយថាការអប់រំបងមានកម្រិតណាសួស្តីអ្នកនរគ្នាថ្ងៃនេះគឺជាថ្ងៃទី2ដែលពួកខ្ញុំមកលេងសមុទ្រនៅ Northumberland តែប្រហែលជាខ្ញុំសុំពេលកាត់ក្នុង blog នឹងបន្តិចដើម្បីបកស្រាយថាហេតុអ្វីចាខ្ញុំនៅផ្ទះជាមួយប៉ាម៉ាក់សង្សាររបស់ខ្ញុំហើយនៅមួយគ្នាអញ្ចឹងណាជាដំបូងបើសិនជាបងអាចបងជួយ comment ឲ្យមានសុជីវធម៌ផ្ដល់តម្លៃខ្ញុំតិចក៏បានដែរអូខេឲ្យគេគិតមកថាបងយ៉ាងហោចណាស់ទូបងរៀនបានខ្ពង់ខ្ពស់ក៏បងមានសុជីវធម៌ក្នុងការនិយាយស្ដីដែរមិនចឹងយើងទាំងអស់គ្នាស្ទើរតែដឹងហើយថាប្រពៃណីខ្មែររបស់យើងបើសិនជាយើងអត់រៀបការឬក៏អត់បានភ្ជាប់ពាក្យមួយគ្នាទេគឺយើងអាចនៅជាមួយគ្នានៅបន្ទប់ជាមួយគ្នាបានទេត្រូវហើយចាស់តែងតែប្រាប់យើងថាប្រពៃណីមួយហ្នឹងការធ្វើបែបហ្នឹងគឺជាការល្អមានន័យថាយើងផ្ដល់តម្លៃឲ្យខ្លួនឯងយើងផ្ដល់កិត្តិយសឲ្យគ្រួសារយើងអត់ឲ្យណាគេមកប៉ះខ្លួនប្រាណយើងមុនទេមុនពេលដែលយើងបានក្រាបក្បាលដល់កតេលអញ្ចឹងមុនពេលដែលខ្ញុំកើតមកលើផែនដីនេះរហូតដល់ខ្ញុំធំពេញវ័យហើយខ្ញុំនៅតែអាចធ្វើអ្វីដែលជាខ្លួនឯងខ្ញុំនៅតែអាចមានសេរីភាពធ្វើអ្វីដែលខ្ញុំចង់ធ្វើមែនព្រោះមុនពេលដែលខ្ញុំកើតមកលើផែនដីនេះអត់មានណាគេសួរខ្ញុំទេថាតើខ្ញុំចង់កើតមកអត់ខ្ញុំសុំការអនុញ្ញាតអ្នកឯងឲ្យកើតមកបានអត់មានទេហើយនៅពេលដែលខ្ញុំធំឡើងមានច្បាប់មានប្រពៃណីទំនៀមទម្លាប់ដែលប្រាប់ខ្ញុំថាអ្នកឯងត្រូវតែដើរមកខាងស្ដាំនេះបានត្រូវដើរខាងឆ្វេងនោះអត់ត្រូវទេកុំដើរទៅខាងឆ្វេងជាដាច់ខាតចង់ជីវិតអ្នកទាំងអស់គ្នារស់នៅដើម្បីអីរស់នៅដើម្បីតែគេប្រាប់ធ្វើតាមអ្វីដែលគេដាក់ឲ្យយើងធ្វើឬក៏យើងរស់នៅដើម្បីសេចក្តីសុខរបស់ខ្លួនឯងសេរីភាពរបស់ខ្លួនឯងហើយយើងតែងតែឮទៀតថាបើសិនជាកូនណាបានរក្សាព្រហ្មចារីយ៍រហូតដល់ក្រាបក្បាលដល់កន្ទេលចាស់ទុំដឹងឮអាហ្នឹងមានន័យថាកូននាំកិត្តិយសឲ្យគ្រួសារអញ្ចឹងមានន័យថាម៉េចមានន័យថាតម្លៃខ្ញុំនៅកន្លែងណាតម្លៃខ្ញុំនៅលើខ្លួនប្រាណរបស់ខ្ញុំមែនតម្លៃខ្ញុំមិនមែននៅលើចំណេះដឹងមិនមែននៅលើអ្វីដែលខ្ញុំគិតខ្ញុំធ្វើទេមែនសម្រាប់ខ្ញុំខ្ញុំអត់គិតថាប្រពៃណីខ្មែររបស់យើងវាអត់ល្អវាអញ្ចេះវាអញ្ចោះទេក៏តែក្នុងនាមខ្ញុំជាមនុស្សខ្ញុំសូមរស់នៅឲ្យមានសេរីភាពរស់នៅដោយភាពថាអ្វីដែលខ្ញុំធ្វើទៅខ្ញុំសប្បាយចិត្តខ្ញុំសូមធ្វើអ្វីដែលខ្ញុំមិនសប្បាយចិត្តខ្ញុំសូមអត់ធ្វើអូខេសូមអ្នកទាំងអស់គ្នាស្ដាប់ន័យរបស់ខ្ញុំឲ្យច្បាស់ក្នុងន័យនេះខ្ញុំមិនមែនចង់ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងបាច់ទៅការនាំគ្នាទៅប្រពែប្រពូនគ្នាហ្មងអត់ទេអត់មានអញ្ចឹងណាខ្ញុំសម្រាប់ខ្ញុំផ្ទាល់ខ្ញុំនៅមួយសង្សាររបស់ខ្ញុំដើម្បីមើលចិត្តគ្នាដើម្បីដើរទៅមុខជាមួយគ្នាធ្វើដំណើរមួយគ្នាចង់ដឹងថាតើទៅថ្ងៃខាងមុខពួកយើងអាចកាន់ដៃគ្នាបន្តដំណើរជាមួយគ្នាបានអត់ព្រោះការរស់នៅជាមួយគ្នាជាគ្រួសារជាគូដណ្ដឹងជាប្តីប្រពន្ធវាមិនស្រួលទេឃើញអ្នកទាំងអស់គ្នាអ្នកខ្លះគាត់ការ5 6ឆ្នាំគាត់នៅតែលេងលះគ្នាអាហ្នឹងដោយសារអីដោយសារតែនៅជាមួយគ្នាចានក្នុងរាវាតែងតែមានប៉ះទង្គិចខ្ញុំមិននៅមួយគាត់ខ្ញុំមិនស្ទាបស្ទង់ថាតើគាត់គឺជាបរិសម្នាក់ដែលខ្ញុំចង់បានមែនអត់គាត់គឺជាបរិសម្នាក់ដែលខ្ញុំអាចយកគាត់ធ្វើជាប៉ារបស់កូនខ្ញុំបានអត់អាចបន្តដំណើរមួយគាត់ដល់ចាស់កោងខ្នងបានអត់អញ្ចឹងមិនមែនមកនៅជាមួយគេដើម្បីអីដើម្បីប្រពែប្រពូនគ្នាអត់ទេមិនមែនអញ្ចឹងទេអ្នកទាំងអស់គ្នាកុំយល់ច្រឡំហើយមួយទៀតខ្ញុំជាមនុស្សដែលអត់សូវខ្វល់ពីសម្ដីអ្នកដទៃចង់គេនិយាយមិននិយាយទៅសំខាន់ខ្ញុំដឹងថាគោលដៅរបស់ខ្ញុំគឺជាអ្វីអញ្ចឹងខ្ញុំអត់ខ្វល់សម្ដីអ្នកដទៃថាអាកូនមួយនេះមិនទាន់បានរៀបការមួយគេហោះខ្លួនស្រីទៅនៅមួយគេបាត់តិចទៀតវាផាវាមានកូនវាមានពូមានពងហើយខ្ញុំដឹងថាអាហ្នឹងពាក្យហ្នឹងសម្ដីហ្នឹងប្រយោគហ្នឹងឃ្លាហ្នឹងគង់តែមានទេតែខ្ញុំអត់ខ្វល់សំខាន់ខ្ញុំដឹងថាតើគោលចំហរបស់ខ្ញុំគឺជាអ្វីថ្ងៃអនាគតខ្ញុំចង់បានអ្វីយល់សម្រាប់ខ្ញុំមួយខ្ញុំអត់ចង់មានពាក្យថាតែខ្ញុំបើសិនជាខ្ញុំការហើយគឺខ្ញុំនៅមួយគ្នាដល់ចាស់កោងខ្នងមកខ្ញុំអត់មានលេងគ្នាអញ្ចឹងខ្ញុំត្រូវតែនៅមួយគាត់ឲ្យយូរចង់និយាយថាបើសិនជាឧទាហរណ៍ឥឡូវហ្នឹងទៅ9 10ឆ្នាំចូល20ហ្នឹងបងខ្ញុំលុតចកងសុំខ្ញុំរៀបការខ្ញុំអត់ទទួលហ្មងខ្ញុំដើរចេញរត់ចេញហ្មងខ្ញុំនិយាយមែនខ្ញុំអត់ទាន់រួចរាល់ទេក្នុងការភ្ជាប់ពាក្យឬក៏ក្នុងការរៀបការអញ្ចឹង I don't care ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអ្វីដែលខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំចង់មានន័យទៅក្នុងវីដេអូនិងការ voice over របស់ខ្ញុំនេះហើយត្រូវដឹងឲ្យច្បាស់ថាតើតម្លៃរបស់ខ្លួនឯងនៅទីណាជាចំណេះដឹងជាការធ្វើរឿងល្អដល់សង្គមឬក៏ជាអ្វីផ្សេងទៀតមិនមែនដឹងថាតម្លៃរបស់យើងមួយចំណុចតូចក៏នៅលើខ្លួនប្រាណរបស់យើងដែរតែកុំយកអានឹងវាជារឿងធំពេកហើយបើសិនជាខ្ញុំផុសវីដេអូនេះទៅខ្ញុំដឹងថាមនុស្សមួយចំនួននៅតែ comment ខ្ញុំដូចដើមអញ្ចឹង comment ថាខ្ញុំដូចដើមតែចង់ប្រាប់ថាខ្ញុំអត់ខ្វល់ទេចង់ comment អីក៏ comment ទៅតាមការនឹកឃើញតាមការពេញចិត្តអញ្ចឹងតែ comment ណាដែលរៀងខ្លាំងប៉ះពាល់ឲ្យខ្ញុំនឹងលុបចោលហើយអញ្ចឹងចាសង្ឃឹមថានឹងមិនប្រកាន់ដូចគ្នា so I see you in the next video bye